នឹងក្តៅថៃក្រុងធ្វើរបងព្រំដែន10គីឡូម៉ែត្រនៅខេត្តស្រះកែវដោយចំណាយថវិកាប្រមាណ87លានបាតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណដ្ឋភុនបានប្រកាសការពីថ្ងៃប្រហោះទី25ខែកញ្ញាបែបនេះថាប្រទេសថៃក្រុងនឹងសាងសង់របងព្រំដែនប្រវែងប្រមាណជា10គីឡូម៉ែត្រក្នុងខេត្តស្រះកែវតាមបណ្ដោយព្រំដែនជាមួយប្រទេសកម្ពុជាដោយប្រើថវិកាប៉ាន់ស្មានប្រមាណជា87លានបាតនេះបើយោងតាមការចុះផ្សាយពីកាសែត The Nation នាថ្ងៃទី26ខែកញ្ញាលោកណដ្ឋភុនបាននិយាយថាគម្រោងនេះទទួលបានការគាំទ្រពីម្ចាស់ក្សត្រីឈូឡាបនគ្រប់ប្រាស៊ីសាវាងហ្គាវ៉ាដាណាដែលបានបរិច្ចាគថវិកាចំនួន1លានបាតដើម្បីបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធមូលនិធិនេះនឹងបម្រើជាដើមទុនសម្រាប់ការកសាងជញ្ជាំងនិងរបាំងនៅតាមផ្នែកនៃព្រំដែនកម្ពុជាថៃលោកបញ្យល់ថារបងនឹងត្រូវសាងសង់តែក្នុងតំបន់ដែលបានកំណត់ព្រំប្រទល់ច្បាស់លាស់តែប៉ុណ្ណោះទីបញ្ជាការកងយោធាថៃត្រូវបានចាត់តាំងឲ្យដឹកនាំគម្រោងនេះក្នុងការសម្របសម្រួលជាមួយតំបន់កងទ័ពភូមិភាគ1ភូមិភាគ2និងកងទ័ពជើងទឹកថៃដែលត្រូវទទួលខុសត្រូវលើវិស័យព្រំដែនភាគខាងត្បូងការអនុម័តថវិកានេះបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យដោយសារថវិការបស់រាជរដ្ឋាភិបាលមានកម្រិតប៉ុន្តែការសាងសង់អាចដំណើរការបានភ្លាមនៅពេលដែលមូលនិធិនេះត្រូវបានយល់ព្រមចាបងប្អូនទាំងអស់គ្នាបើខាងអាស៊ានចាប់ផ្ដើមមានគម្រោងទៀតហើយនៅក្នុងការសាងសង់របងព្រំដែនប្រមាណជា10គីឡូម៉ែត្រនៅក្នុងខេត្តស្រះកែវដោយចំណាយថវិការហូតទៅដល់87លានបាត